Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងចង់មកណែនាំនៅម៉ៅមួយ brand ដែលជា brand របស់ Thacha ហើយម៉ៅនេះដែរគឺលេខកូដរបស់វានោះគឺ O1 អញ្ចឹងយើងមកដឹងពីការ design របស់ម៉ៅនេះតែម្ដងការ design របស់ម៉ៅនេះពណ៌របស់គេគឺគេ design ចេញមកគឺបែបលក្ខណៈ curve ហើយនៅផ្នែកខាងក្រោយរបស់ម៉ៅនេះវិញគឺគេ design ដោយភ្ជាប់ជាមួយនៅប៊ូតុង connection mode ទាំងអស់គ្នាប្រកាសជាឃើញហើយនេះគឺប៊ូតុង connection mode ហើយប៊ូតុងនេះគឺកំណត់ទៅលើ Bluetooth ផងដែរហើយនឹងប៊ូតុង move ទូចនេះទាំងអស់គ្នាប្រកាសជាឃើញហើយត្រូវអត់ប៊ូតុងនេះគឺគេកំណត់ទៅលើ DPI របស់ម៉ៅអញ្ចឹងយើងចូលមកកាន់ spec របស់ម៉ៅនេះវិញម្ដងម៉ៅនេះមាន DPI 18000 DPI 1K full red ហើយ sensor pulse របស់វានោះគឺ3311 sensor pulse ចំពោះម៉ៅនេះដែរមាន connection mode 3 connection Bluetooth USB wireless ហើយនិងខ្សែ Type C ផងដែរខ្ញុំភ្លេចបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាwireless គឺគេភ្ជាប់នៅខាងក្រោយនេះគឺគេភ្ជាប់នៅគឺគេ design មកភ្ជាប់នៅខាងក្រោយនេះជាមួយខ្ញុំនឹងបើកឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងយើងមកដឹងពីទម្ងន់របស់ម៉ៅនេះវិញម្ដងម៉ៅនេះមានទម្ងន់59ក្រាមហើយលក្ខណៈពិសេសរបស់វានោះគឺ super light គឺលក្ខណៈថាហ្នឹងគឺវាស្រាលអញ្ចឹងយើងមកដឹងពីថ្មរបស់ម៉ៅនេះវិញម្ដងម៉ៅនេះថ្មវាកាន់បានរហូតដល់65ម៉ោងឯណោះគឺវាយូរខ្លាំងមែនតើអញ្ចឹងគឺពិសេសខ្លាំងមែនតើសម្រាប់បងដែលគាត់ត្រូវការប្រើប្រាស់យូរម៉ោងដូចជាលេងហ្គេមឬមួយក៏ធ្វើការដាច់យប់អីចឹងណាហើយបន្ទាប់ពីម៉ៅទាំងអស់គ្នានឹងទទួលបាននូវសម្ភារៈមួយចំនួនដូចជា sticker ចំនួន2បន្ទះ sticker ចំនួន1ទៀតដើម្បីឲ្យអ្នកទាំងអស់គ្នា design ជាមួយនឹងម៉ៅបានខ្សែ Type C ចំនួន1អញ្ចឹងខ្សែ Type C នេះគឺយើងអាចសាក់ថ្មជាមួយនឹងម៉ៅហើយនឹងចុងក្រោយគេនោះគឺសៀវភៅណែនាំចំនួន1ផងដែរអញ្ចឹងម៉ៅមួយ model នេះគឺពួកយើងមាន3ពណ៌នៅក្នុង stock មានពណ៌ក្រហមពណ៌ខ្មៅហើយនិងពណ៌សហើយតម្លៃរបស់ម៉ៅនេះវិញគឺត្រឹមតែ$22តែប៉ុណ្ណោះអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ